ធម្មខ្ញុំបងសំលឹកកំបងអញ្ជលីនមស្ការក្រាបថ្វាយបង្គំចំពោះគុណព្រះត្រៃរតន៍ដោយសេចក្តីគោរពជ្រះថ្លាសពកាលសូមចម្រើនពរញាតិញោមបាសកបាសិកាប្រុសស្រីគ្រប់គ្នាទាំងអស់ដែលបានអញ្ជើញមកចូលរួមនៅក្នុងកម្មវិធីបុណ្យសពនេះជាពិសេសចម្រើនពរដល់ក្រុមគ្រួសារនៃសពដែលមានលោកសង្ឃសូត្រណាសង្ឃសូត្រនឹងភរិយាព្រមទាំងបុត្រលោកសង្ឃសូនឹងភរិយាព្រមទាំងបុត្រលោកសង្ឃសុងណាសង្ឃសុងនឹងភរិយាព្រមទាំងបុត្រហើយដែលត្រូវជាកូនបង្កើតកូនប្រសាចៅទួតមានទុកជាទម្ងន់ដោយលោកឧបាសកសង្ឃសូនដែលបានទូលមរណភាពទៅនៅក្នុងថ្ងៃពុទ្ធ3កើតខែមេឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី21ខែមករាឆ្នាំ2026នៅវេលាម៉ោង 12:30 នាទីថ្ងៃត្រង់ក្នុងជន្មាយុ90ឆ្នាំដោយជរាពាធហើយសពនេះក៏បានតម្កល់ធ្វើបុណ្យតាមគន្លងប្រពៃណីពុទ្ធសាសនានៅក្នុងគេហដ្ឋានរបស់សពដែលស្ថិតនៅក្នុងភូមិស្វាយជ្រុំឃុំព្រែកនរិនស្រុកឯកភ្នំខេត្តបាត់ដំបងចឹងឆ្លងពីអូនោះមកត្រឹមនេះស្វាយជ្រុំទៅខាងនោះព្រែកក្រូចហើយញោមបាសកសង្ឃសូននឹងក៏អាយុវែងណា90ឆ្នាំញាតិញោមមើលទៅសង្ឃឹមបានប៉ុណ្ណឹងឯងសង្ឃឹមបាន90ឯងហ្នឹងញាតិញោមចង់រស់ម្នាក់អាយុប្រមាណចង់បានម្នាក់អាយុប្រមាណកាលពីនៅអាយុត្រឹម30-40 ឆ្នាំក៏ថាខ្ញុំត្រឹម70-80អីបានហើយកុំឲ្យចាស់ជាងនឹងដោយពិបាកដល់ហើយដល់អាយុ8ទាំងដោយមិនចង់តន់ទៅសោះចង់ថែមបន្តិចទៀតហ្នឹងកាលពីនៅក្មេងនោះថាកុំឲ្យចាស់ពេកក្រែងលោចាស់ពេកទៅពិបាកអង្វែងដល់ចាស់ហើយតែប៉ុណ្ណឹងដូចមិនល្មមទេដូចថែមបន្តិចទៀតហ្នឹងអញ្ចឹងមែនតើទៅជីវិតរបស់យើងម្នាក់សត្វលោកយើងហ្នឹងគឺស្រឡាញ់ជីវិតស្រឡាញ់ការរស់នៅទោះបីជាបើថាឲ្យរស់រហូតហ្នឹងចេះរស់ហើយមិនអញ្ចឹងញាតិញោមនឹងចេះចង់រស់នៅរហូតនឹងគឺស្រឡាញ់ជីវិតរៀងខ្លួនក៏ប៉ុន្តែទោះបីជាយើងចង់បានរស់នៅរហូតមិនចង់ស្លាប់ក៏ដោយតែធម្មជាតិនេះតាក់តែងសត្វលោកមកអញ្ចឹងអត់អាចប្រកែកបានអត់អាចតវ៉ាបានអត់អាចប្រឆាំងបានទេនឹងសត្រូវណាយើងអាចប្រឆាំងបានយើងអាចតវ៉ាបានយើងអាចតទល់បានតែសត្រូវគឺមច្ចុរាជពោលគឺសេចក្តីស្លាប់នេះអត់អាចតវ៉ាបានអត់អាចប្រឆាំងបានអត់អាចតទល់បានទេអ្នកណាក៏ដោយចុះដែលឲ្យតែបានកើតមកនៅក្នុងលោកីនេះហើយគឺត្រូវតែស្លាប់គ្រប់គ្នាដោយអំណាចមច្ចុរាជនឹងនឹងត្រូវចូលមកវាយប្រហារបងយើងឲ្យស្លាប់បាត់បង់ជីវិតទៅនឹងអញ្ចឹងក៏ប៉ុន្តែអ្វីដែលជាសារៈសំខាន់នៃជីវិតរស់នៅរបស់យើងគឺការបំពេញបុណ្យកុសលញាតិញោមហ្នឹងបើកាលណាតែយើងរស់នៅក្នុងលោកីនេះ
Pol cứ cầm pung tại miền chỉ vật ruột nơi ní bởi dương ọt bàn bằng pin bon của sò tế dương mua tha sọp khuôn ai nhận nhóm sờ lạnh khuôn ai đại tế sờ lạnh khuôn ai đại tế sờ lạnh khăng ấy khăng pan na nhận nhóm nâng ạ chẳng sờ lạnh nhiệt nhóm có sờ lạnh khuôn mà hiệp nẹt bù nâng có sờ lạnh khuôn còn thay lại mình đâu để chơi sờ lạnh khuôn ai sống bay tại sát đây để chan nâng đại ọt miên thom mà xanh nha có cuông nâng sờ lạnh khuôn ai chẳng phải xem sam pốt bong trung sầm đai thà person bà khuôn dương bất chia sờ lạnh khuôn dương men cọp bấy đồng cò khuôn tục đòi là việc thà đồng cò khuôn tục đòi là nó cứ ao dương đồng cò tục được nong ẩm pơ chi bon cột sỏi bà ca na thì dương phơ bon phơ cột sỏi dương đừng ấy mua thá phơ ca sờ lạnh khuôn ai tại bởi dương phơ báp mua thật sọp khuôn ấy vì pro ca na thì dân sờ lạnh khuôn ấy dân bạc na cho ngồi khuôn ấy ban sẽ cái đầy sọc chẳng mấy đại tế nhìn nhúng sờ lạnh khuôn ấy chơi tại chọn ao khuôn ấy ban sọc phơ ấy cả đau từ vọt ấy nâng có buông xuông xong mọi ban sọc ở chọn ban ấy trao nè xong mà ban sọc ban này chẳng mấy đấy nhìn nhúng bờ pan đá tha ở chọn ban ấy trao xong mà sọc nâng á nâng cứ trao đấy nè xong sọc nâng cứ trao nè vì pro nẹt na cả đôi nẹt miền cả đây và pan na cả đôi người ta ban sẽ cái đây sọc pin mui chỉ vật nâng cứ ở miền ấy chẳng để dân pratna chọn ban sẽ cái đây sọc nâng cứ pratna thông nâng ở miền ấy pratna thông chẳng chọn ban sọc là nghề chẳng bậc ca na tại dân chọn ban sẽ cái đây sọc chẳng trời sang hết để nom ở cao sẽ cái đây sọc nâng thì pro vậy cả đôi bà ít hết ở ai cao phò bà này miền hai từ miền phò đầm pui ban đầm pui bài ná từ tua ban plei ca bài nụ dựng đầm pui đốn ban phò đốn đầm pui svai ban phò svai dạng nam bánh dừng chọn ban sẽ cái đây sóc từ tại sang hết để nó mọi ban sẽ cái đây sọc chẳng hết để nó mọi ban sẽ cái đây sóc presma sampot bong trung sầm đai tha sọc khao pon nhà sa ôi trời giáo ca sần xòm bon nom một nơi sẽ cái đây sọc vì pro bon ní bà ca na thì dân phơ từ hai bon ní miên lệ khẩn nát chỉ sọc nực nong pe để dân cùng pung phơ nâng thoáng hai ao phò chỉ sọc nực nong khẩn nát pe na đái cụ so là cam nâng miên ở các ao phò phòn chẳng bờ pe na để dân ban phơ bon ai cả ao phơ tiền cái đây để xa sal cái đây snap thô cái đây ọp rum chật cái đây bon bậc phê na cả đói ao từ dân ban phơ từ hai ban co sang từ hai dân đừng ấy mua thà co sang hết để nó mọi ban sẽ cái đây sọc hay bị dân co sang hết để nó mọi ban sẽ cái đây sọc đo luôn dân đừng ấy có mua thái chuyển nét đáy cầm pung tay sờ lanh luôn ấy tại bởi dân phơ báp mua thái ọt sờ lanh luôn nè bị pro báp ao phò chỉ tục đừng chẳng nhiệt nhôm tập ọt này ọt pratna sẽ cái đây tục ấy chẳng bởi dân phơ báp nó mọi ca tục đo khuôn ấy nâng dân mua tha ọt sờ lạnh khuôn ọt trôi chật khuôn ọt rẹ xa khuôn tục đòi là oi nâng sẽ cái đây kháng đào nâng và phần nắng trong cái tham gia phép còn là rùm lịch máu đầm bay bàn chỉ cả lơ thực chất đo nhiệt nhôm tổng ọt này ởក្នុងការព្យាយាមបំពេញនៅបនកុសលសពគ្រប់បែបយ៉ាងទាំងអស់ហើយតទៅខ្ញុំគណៈអាត្មាភាពមានរឿងមួយដំណើរប្រាប់ញាតិញោមដើម្បីញាតិញោមបានស្ដាប់ទៅហើយកើតជាការពិចារណានៅក្នុងសេចក្តីនៃព្រះធម៌ដើម្បីឲ្យយើងបានជាកតិនៅក្នុងដំណើរនៃការរស់នៅក្នុងជីវិតបច្ចុប្បន្នរបស់យើងរឿងហ្នឹងគឺរឿងព្រះបរមពោធិសត្វដែលព្រះសម្ពុទ្ធបរមគ្រូព្រះអង្គទ្រង់បានយកកំណើតកើតជាព្រះតេមយៈនៅក្នុងតេមយៈជាដកព្រះតេមយៈហ្នឹងគឺជាកំណើតមួយដែលព្រះបរមពោធិសត្វបំពេញនៅនេកខមៈបារមីទាំង10ហ្នឹងណាគឺទានបារមីសីលបារមីនេកខមៈបារមីបញ្ញាបារមីវិរិយៈបារមីខន្តិបារមីសច្ចៈបារមីអធិដ្ឋានបារមីមេត្តាបារមីឧបេក្ខាបារមីបណ្ដាបារមីទាំង10ហ្នឹងនៅក្នុងកំណើតព្រះតេមយៈហ្នឹងគឺព្រះអង្គបំពេញនៅនេកខមៈបារមី
ពាក្យថានៃខមៈនឹងបើយើងប្រែទៅតាមសេចក្តីនៃភាសាបាលីប្រែថាការចេញចាកកាមនឹងការចេញចាកកាមឈ្មោះថានៃខមៈចឹងការចេញចាកកាមរបស់ព្រះបរមពោធិសត្វនេះគឺចេញចាកផ្ទះចូលទៅកាន់ភ្នោះចឹងការដែលចេញអំពីផ្ទះចូលទៅបួសនេះឈ្មោះថាជានៃខមៈចឹងព្រះបរមពោធិសត្វនៅក្នុងការនោះព្រះអង្គទ្រង់ធ្លាប់កើតជាព្រះរាជាមួយអង្គសោយរាជសម្បត្តិនៅក្នុងក្រុងពារាណសីកាលដែលគ្រងរាជសម្បត្តិត្រឹមតែ20ឆ្នាំឯងញាតិញោមដោយសារតែបានធ្វើជាព្រះរាជាគ្រប់គ្រងផែនដីហើយមានសេចក្តីប្រមាទអត់ធ្វើអំពើជាបុណ្យកុសលទេធ្វើអំពើជាបាបកាត់ទោសអ្នកដទៃវាយប្រហារអ្នកដទៃបរិភោគកាមគុណសប្បាយនៅក្នុងរាជសម្បត្តិត្រឹមតែ20ឆ្នាំប៉ុណ្ណឹងស្លាប់អំពីមនុស្សនឹងទៅក៏ទៅកើតនៅក្នុងនរកឈ្មោះឧសតិនរកសោយទុក្ខវេទនាក្នុងនរកនឹង80000ឆ្នាំនរកញាតិញោមហើយញាតិញោមមើលកើតមកជាមនុស្សបានសប្បាយត្រឹមតែ20ឆ្នាំណាដោយការធ្វេសប្រហែសដោយសេចក្តីប្រមាទអត់ធ្វើបន់ធ្វើកុសលសប្បាយភ្លើតភ្លើនតែជាមួយនឹងរាជសម្បត្តិស្លាប់ពីមនុស្សទៅសោយសេចក្តីទុក្ខ80000ឆ្នាំញាតិញោមជ្រើសរើសមើលហ្នឹងចង់ទៅលេងនរកខ្លះដែរទេញាតិញោមអត់មានចង់ទៅឃើញភ្លើងពោក្នុងនរកឯងហ្នឹងក្នុងនរកមានភ្លើងពោដែរញាតិញោមភ្លឺល្អហ្នឹងហើយភ្លឺខ្លាំងជាងព្រះអាទិត្យលើផែនដីទៀតហ្នឹងចឹងព្រះបរមពោធិសត្វធ្លាក់ទៅក្នុងឧសតិនរកហ្នឹង80000ឆ្នាំស្លាប់ពីនរកហ្នឹងទៅបានទៅកើតជាទេវបុត្រក្នុងឋានតាវតឹងបានស្លេះត្រឹមព្រះបរមពោធិសត្វនឹងប៉ុណ្ណឹងនិយាយអំពីព្រះរាជាមួយអង្គដែលឡើងមកគ្រងរាជសម្បត្តិនៅក្រុងពារាណសីនឹងបន្តទៀតណោះដែលព្រះរាជានឹងពនាមថាកាសិរាជព្រះបាទកាសិរាជនេះមានស្រីស្នំ80000នាក់ច្រើនណាស់ញាតិញោមម្នាក់តែមួយឯងប៉ុន្តែព្រះរាជាជំនាន់នោះ80000នាក់ហើយព្រះរាជាក៏មានអគ្គមហេសីមួយព្រះអង្គព្រះនាមចន្ទាទេវីហើយព្រះបាទកាសិរាជនេះតាំងអំពីឡើងគ្រងរាជសម្បត្តិមានស្រីស្នំច្រើនប៉ុណ្ណឹងមានមហេសីថែមទៀតប៉ុន្តែអត់មានបុត្រញាតិញោមអញ្ចឹងពួកប្រជាអាណាប្រជានុរាស្ត្រនឹងអត់សបាយអត់ពេញចិត្តទេនៅឃើញថាអូព្រះរាជារបស់យើងអត់មានបុត្រស្នងរាជបន្តទេអញ្ចឹងក៏បាននាំគ្នាទៅជួបជុំគ្នានៅនឹងលានព្រះលួងនឹងព្រះលានលួងជួបជុំគ្នាហើយក៏បានក្រាបទូលស្នើសុំព្រះរាជាបពិតមហារាជសូមមហារាជធ្វើពិធីសុំបុត្របើមហារាជមិនមានបុត្រទេមហារាជអត់មានអ្នកស្នងរាជសម្បត្តិទេអញ្ចឹងព្រះរាជាបានទទួលពាក្យរបស់ប្រជារាជរបស់ព្រះអង្គហើយក៏បានបញ្ជាឲ្យស្រីស្នំទាំងអស់គ្នានាំគ្នាធ្វើពិធីបួងសួងសុំបុត្រទៅយ៉ាងណាឲ្យមានបុត្រនាងទាំងអស់គ្នាហ្នឹងបន្ទាប់ពីប្រាប់ទៅដល់នាងដែលជាស្រីស្នំទាំងអស់គ្នាហ្នឹងនាងទាំងអស់គ្នាហ្នឹងក៏បានបួងសួងធ្វើពិធីបួងសួងទៅតាមជំនឿរៀងខ្លួនចំណែកឯមហេសីឯណែព្រះរាជាក៏បានមកប្រាប់ថាមហេសីអូនចូលអូនធ្វើពិធីបួងសួងសុំបុត្រនឹងគេទៅញាតិញោមនៅក្មេងអូនបងចឹងដែរទេចឹងដែរហើយមើលទៅនឹងបានស្រឡាញ់ដកចិត្តមិនរួចនឹងហើយព្រះរាជានិងមហេសីចឹងដូចគ្នាមហេសីអូនធ្វើពិធីបួងសួងចឹងដែរតើព្រះមហេសីណោះដោយសារតែមានឧបនិស្ស័យល្អមកក៏ស្រាប់តែរក្សានៅឧបោសថសិលសិល8ណារក្សាឧបោសថសិលពេលបន្ទាប់អំពីរក្សាឧបោសថសិលហើយក៏បានអង្គុយពិចារណាមើលទៅសិលរបស់ខ្លួនថាឧបោសថសិលដែលអាត្មាអញរក្សាក្នុងថ្ងៃនេះជាសិលល្អបរិសុទ្ធដែរទេជាសិលដែលមិនប្រព្រោះមិនពពាលដែរទេពិចារណាទៅក៏ឃើញថាអូសិលរបស់អាត្មាអញនេះពិតជាល្អបរិសុទ្ធមែនចង់ក៏បានធ្វើការសច្ចាទិដ្ឋានថា
ប្រសិនបើសិលរបស់អាត្មាអញជាសិលល្អបរិសុទ្ធពិតប្រាកដមែនសូមឲ្យមានបុត្រមកចោះចាប់បដិសន្ធិក្នុងផ្ទៃនៃអាត្មាអញកុំខានឡើយនឹងធ្វើការសច្ចាទដ្ឋានអញ្ចឹងដោយអំណាចនៃបុណ្យបារមីរបស់ព្រះនាងចន្ទាទេវីនិងដោយអំណាចនៃកុសលថ្នាក់រក្សាឧបោសថសិលហ្នឹងក៏បានធ្វើឲ្យក្តៅទៅដល់សកទេវរាជសកទេវរាជថាមកពីអីអញ្ចេះបានប្រមាលមើលទៅឃើញថាអូមកពីព្រះនាងចន្ទាទេវីនឹងរក្សាឧបោសថសិលហើយធ្វើការសច្ចាទដ្ឋានសំបុត្របើអញ្ចឹងយើងត្រូវតែទៅរកបុត្រដ៏ល្អថ្វាយដល់ព្រះនាងចន្ទាទេវីក៏បានពិចារណាមើលទៅឃើញទេវបុត្រមួយអង្គដែលជាតួអង្គព្រះបរមពោធិសត្វនេះក៏បានទៅក្រាបទូលអារាធនាព្រះបរមពោធិសត្វឲ្យព្រះបរមពោធិសត្វនឹងមកចោះចាប់បដិសន្ធិក្នុងផ្ទៃនៃព្រះនាងចន្ទាទេវីហើយពេលនឹងព្រះបរមពោធិសត្វអត់ចង់ទៅកើតជាមនុស្សទៀតទេគិតនៅក្នុងចិត្តតាំងអំពីបានមកកើតជាទេវបុត្រចន្តាវតੰនឹងដំបងម្លេះគិតថាអាត្មាអញស្លាប់ពីទេវបុត្រនេះទៅធ្វើយ៉ាងណាក៏សាងបុណ្យកុសលឲ្យបានទៅកើតជាទេវតាឋានលើទៀតអាត្មាអញអត់ទៅកើតជាមនុស្សទៀតទេបើទៅកើតជាមនុស្សទៀតវកើតស្ដេចទៀតធ្លាក់នរកទៀតទេគិតភ័យអញ្ចឹងហើយបើញាតិញោមភ័យហ៎បើដឹងតែខ្លួនឯងធ្លាប់ធ្លាក់នរកភ័យហ៎ភ័យនឹងបើដឹងតែបើអត់ដឹងមិនសូវភ័យទេព្រះបរមពោធិសត្វដឹងថាទៅកើតជាមនុស្សសោយរាយសម្បត្តិត្រឹមតែ20ឆ្នាំប៉ុណ្ណឹងធ្លាក់នរក80000ឆ្នាំបើអញ្ចឹងអត់ទៅមនុស្សទៀតទេទៅទេវតាលើទៀតទេបានប្រអិនមកអារាធនាឲ្យចុះទៅកើតជាមនុស្សហ្នឹងអល់ឯកតែហ្មងអត់ចង់ទៅប៉ុន្តែសកទេវរាជនឹងធ្វើការពន្យល់ទេវបុត្រព្រះបរមពោធិសត្វហ្នឹងបើព្រះអង្គចុះទៅកើតជាមនុស្សព្រះអង្គនឹងបានបំពេញនៅបុណ្យបារមីជាបន្តក្រែងគោលដៅរបស់ព្រះអង្គបំពេញបុណ្យបារមីដើម្បីបានត្រាស់ជាពុទ្ធដែរឥឡូវឱកាសនៃការបំពេញបុណ្យបារមីមានហើយហេតុដូចម្ដេចបានជាព្រះអង្គមិនចុះទៅកើតជាមនុស្សដើម្បីបំពេញបុណ្យបារមីជាបន្តព្រះបរមពោធិសត្វហេតុតែស្រឡាញ់សัพពញុត្តញាណហេតុតែចង់បំពេញបុណ្យបារមីក៏ព្រមចុតិពីទេវតានឹងមកកើតជាមនុស្សម្ដងទៀតក៏ចុតិពីមនុស្សនឹងបានមកកើតនៅក្នុងផ្ទៃនៃព្រះនាងចន្ទាទេវីនេះញាតិញោមព្រះនាងចន្ទាទេវីបានបុត្រល្អគឺព្រះបរមពោធិសត្វទេវតាមកចុះចាប់បដិសន្ធិដោយសារអីញាតិញោមដោយសាររក្សាសិលរក្សាឧបោសថសិលចឹងញាតិញោមបើចង់បានកូនល្អចង់បានចៅល្អម្ដាយនឹងត្រូវរក្សាសិលមុនប្រាថ្នាបុត្រនឹងធ្វើដោយព្រះនាងចន្ទាទេវីញាតិញោមនឹងមានទេវតាមកចុះចាប់បដិសន្ធិក្នុងផ្ទៃញាតិញោមចង់បានកូនល្អឬក៏កូនយ៉ាប់នឹងចង់បានកូនល្អធ្វើតាមព្រះនាងចន្ទាទេវីនឹងចឹងបាននិយាយអំពីព្រះនាងចន្ទាទេវីនេះកាលណាតែបានបុត្រល្អម្លឹងជាព្រះបរមពោធិសត្វហើយជាទេវតាមកចុះចាប់បដិសន្ធិទៀតអញ្ចឹងដឹងថាខ្លួនឯងមានផ្ទៃភ្លាមទៅប្រាប់ស្វាមីបើពិតព្រះរាជស្វាមីម្ចាស់អូននឹងមានបុត្រហើយស្វាមីឯណោះហេតុតែអត់មានបុត្រពីមុនមកធ្វើយ៉ាងណាមិនមានបុត្រស្រាប់តែមហេសីរបស់ខ្លួនឯងមានបុត្រលើកដំបូងសบายចិត្តប៉ុណ្ណាសบายចិត្តខ្លាំងគ្រាន់តែបានឮថាមហេសីមានបុត្រប៉ុណ្ណឹងស្រែកប្រាប់អស់មហាមាត្រទាំងឡាយក្នុងវាំងនឹងត្មងថាយើងមានបុត្រមហាមាត្រនោះគ្រាន់តែស្ដាប់ឮប៉ុណ្ណឹងក៏ចូលរួមសบายចិត្តជាមួយនឹងព្រះរាជាបានព្រះរាជាគ្រាន់តែដឹងប៉ុណ្ណឹងឲ្យគេរក្សាការពារមហេសីរបស់ខ្លួនព្រមទាំងព្រះគោនឹងរក្សាការពារល្អល្អណាស់បានគ្រប់រហូតដល់គ្រប់10ខែព្រះបរមពោធិសត្វនឹងប្រកបប្រសូតចេញអំពីផ្ទៃនៃព្រះមេដាមកនៅក្នុងថ្ងៃដែលប្រសូតនឹងហេតុតែព្រះបរមពោធិសត្វជាអ្នកមានបុណ្យញាតិញោមភ្លៀងក៏ធ្លាក់ចុះមកភ្លៀងធ្លាក់មកពេញទូទាំងប្រទេសនឹងតែម្ដងដែនកាសីទាំងមូលហ្នឹងគឺភ្លៀងគ្រប់ទីកន្លែងហើយមិនត្រឹមតែប៉ុណ្ណោះទេពួកអ្នកណាដែលបានដឹងឮដំណឹងថាព្រះរាជបុត្រប្រសូតនោះក៏នាំគ្នាសប្បាយរីករាយចិត្តហើយក៏ធ្វើឲ្យជនទាំងពួងនឹងទន់ចិត្តដោយអាស្រ័យហេតុទាំង3យ៉ាងហ្នឹងព្រះរាជាក៏បានប្រទាននៅព្រះនាមដល់ព្រះរាជបុត្រនឹងថាព្រះទេមយៈនឹងតេនឹងមកពីតិប្រែថា3ហ្នឹងគឺដោយសារតែទី1ពេលដែលប្រសូតចេញមក
cứ miền phliêng thệ tu tiếng bát tế đại cả say từng mùi nâng phliêng thệ cột tì cả lái tì pi nâng cứ thơ ao mình nút cột kia nâng sờ bài chất tì bay nâng cứ thơ ao chuồn na có tuôn chặt bàn à say hai bay nâng bán chỉ đặt bàn đêm tháp pre tê mà dễ và tọa pi bàn bọt máu hay bọt lợt tờ bông hay bọt pro chỉ ti sờ lanh tờ tiết bay đà na mình sờ lanh bọt nhẹ nhõm mà ngày nâng từ chua tại bọt bà lay lên chỉ mùi nâng bọt nâng thao bọt từ lợt bọt màu bay bom trọc con đặt nở lờ phừ bay ngày mùi từ lên bà lay lên chỉ mùi nâng bọt nâng lợt bọt mà đặt nở lờ phứ sạp tại phụ rê chịu bò nâng từ chạp chào pina máu ban buồn nè vô máu phai bề chỉ hay thòm mà đá cho nó muốn nó miên tờ la ca cắt cái đây thế ná nâng hỏi ta ban đo bề chia hỏi cứ bề chia đặt tục toàn đây chào tì muối bề chia nâng hỏi dốt lúa bần la nâng vầy pi pòn khập nâng chào mùi tiết hỏi vô ta đặt cho vạ hay đặt đồng cục nâng sa ha tôn là cam cho non môn á tò và bà này đó là pre bà rong mà po thì sát này tụ bay trên nơi khmei bàn tay đời xa bon ba rồi mây mau cra crael còn là lư pre bay đa đặt tô toàn tờ đó bộ trao trong nực nhẹ luôn tờ mong thấy nè đà tham anh thọp cao chỉ sẽ triệt môn đó đời xa chắc là bạn luyện là rô bằng bay mờn năm á à lấy bay đa anh thơ cam chỉ tô á rồi trong pay luôn đó sao bà pay luôn tập bà đăng đây có lên lụa đấy nơi tôi trả lao với gì nhộm toàn ban mà khu không pay đó pay chẳng tụ bay chỉ cái đại oi đây có đây mình lụa bay mùi nắng bay đá có bán lợt bọt rồi bọt luôn anh oi tôm nở lỡ sợi ray rê sầm bát nở cao mà ha xoay từ chặt hay nơi mà ha xoay từ chặt nâng miến tê và đa mà ón để thóp chia miệt đá rồi bó pre bà rong một po thì sạch nâng chẳng bàn rương thóp chỉ sạch nhiệt thóp chỉ ở bốc thóp chỉ mặt đai thóp chỉ câu ní không song xa rồi bót nhiệt nhóm nè na có thóp chỉ mặt đai dương nè na có thóp chỉ ở bốc dương nè na có thóp chỉ bong ôn chỉ câu nâng dương đối với rương ráo pre bà rong một po thì sạch chân tê và đa đây để xa nơi mà ha xoay từ chặt nâng có thọp chia mặt đai rồi bỏ lô đòi chẳng đăng thả bọt rồi bọt luôn anh thấy mình chọn sao đi xong ba tiết đi bà ca na tại sao đi xong ba tiết bà hay chỉ trâu thliện rồi ruộng tiết đó đòi chẳng bàn rốt vì thi xác ụ bài có áo bọt rồi bọt luôn anh bán từ sập rạp bọt ta mình đi bọt bảo bọt mình chọn thliện rồi ruộng tiết đi bọt trâu tại phớ ụ bài có bày vàng tì mùi tụ bọt mình khoan cả đói tại bọt trời phơi chia mà nụ khoan tì pí bảo bọt mình cô cả đói có bọt trời phơi chia mà nụ cổ tì bay bảo bọt mình thong cả đói tại bọt trời phơi chia mà nụ thong bà ca na tay mà nụ ắt ban ca dạng ní miên đẹp na lợt bọt oi lang soi rì bà nè chẳng ạ chẳng tê và đá đại thọp tại chi miệt na rồi bỏ pre tê mà dễ nâng prap u bài có bay chấm nói giang nâng hái po thì sạch nè kịch ta dớn chọn ban sẽ cái đây sọc soi rê che sầm bát rứ có chọn thliện ở ruộng rứ có mình chọn thliện ở ruộng tí ban kịch chăng này kịch chăng hay có sầm rai chặt thay dớn đừng phơ bài có tam đầy miệt đa rồi bỏ dớn prap máu có ban phơ chia mà nút khoan khoang phơ chỉ thong phơ chỉ cổ hay thom mà đa mà đục khoan mà đục cố mà đục thoáng cái đăng ấy nè mà đục khoan khoáng cái mơ ở vệ gì vệ này chướng mà đục cố cái mơ nâng chẳng cá mà đục thoáng cái mơ nâng tịch chỉ bộ pet đây này na mau bẩn đất mơ tới khơi thao ọt miên lẹ cả nát để tới chi mà đục khoan khoáng mà đục cố mà đục thoáng ấy anh chẳng phải chi ao pu ria chụp pet bạc cai mau mớ có trata ọt pre rồi chợ bọt nâng mấy anh chị mà đúc khoan cô thong ấy rồi chẳng bán ao phụ priêm bảo hết đại chỉ niệm phụ cai không ca ti lệ cả nạn nâng ao mà mơ bọt rồi bọt luôn anh tại giang nà đây phụ priêm nâng mơ hãy khơi lệ cả nạn là o pre bảo mà po thì sát có bán crab tool từ đó pre chia thọ bò bật mà hà ri
បត់របស់ព្រះអង្គនេះណាអស្ចារ្យណាស់ណាជាមនុស្សមានបនបារមីខ្ពស់បើកាលណាតែបានឡើងសោយរាជបត់របស់មហារាជនឹងបានជាស្ដេចគ្រប់គ្រងផែនដីនឹងទាំងមូលមិនត្រឹមតែគ្រប់គ្រងប្រទេសដែនកាសីនេះតែមួយហ្នឹងឯងគឺគ្រប់គ្រងទាំងចម្ពុទាំងទ្វីបទាំង4នឹងទៅទៀតក្រាបទូលទៅដល់ព្រះជាអញ្ចឹងព្រះជាសប្បាយចិត្តយ៉ាងណាបត់របស់យើងធំឡើងឲ្យឡើងសោយរាជតែម្ដងដល់ព្រះបរមពោធិសត្វឯណែធ្វើខ្វិនធ្វើថ្លង់ធ្វើគោដល់អញ្ចឹងព្រះជាក៏បានឲ្យពួករាជបរោះនិងពួកស្រីស្នំទាំងឡាយហ្នឹងមើលថាតើបុត្ររបស់យើងនឹងពិតជាខ្វិនខ្វងមែនទេបុត្ររបស់យើងនឹងគោមែនទេបុត្ររបស់យើងនឹងថ្លង់មែនទេក៏បានឲ្យគេចាប់ផ្ដើមសាកលបងទី1ឲ្យសាកលបងបង្អត់ទឹកដោះញាតិញោមបើតាមពាក្យរាជស័ព្ទគេហៅថាទឹកខ្សីទឹកខ្សីនឹងទឹកដោះហើយធម្មតាក្មេងមិនតន់គ្រប់មកខួបផងបើកាលណាតែអត់បានទឹកដោះបៅយំហើយញាតិញោមស្រីធ្លាប់ចិញ្ចឹមកូនមកតែយឺតពេលយំហ៎ញាតិញោមបបៅដោះយឺតណាយំហ៎យំអញ្ចឹងដើម្បីសាកលបងថាព្រះបរមពោធិសត្វហ្នឹងពិតជាថ្លង់គោពិតជាខ្វិនខ្វងមែនទេអញ្ចឹងដំបងធ្លាប់ថាពេលនេះត្រូវបំបៅអញ្ចឹងត្រូវពន្យាពេលនិយាយពេលរហូតទៅដល់ពេញមួយថ្ងៃអត់បំបៅដោះព្រះបរមពោធិសត្វទេតែព្រះបរមពោធិសត្វគិតនៅក្នុងចិត្តថាណែដែលយើងអត់ទឹកដោះស្លាប់ក្នុងថ្ងៃនេះណាប្រសើរជាជាងដែលយើងឡើងគ្រងរាជសម្បត្តិហើយត្រូវធ្លាក់ទៅក្នុងនរកបន្តទៀតដល់អញ្ចឹងអត់ទ្រាំនឹងសេចក្តីស្រេកឃ្លានអត់យំអត់ស្រែកអត់កំរើកអីទាំងអស់ដល់មេដាទ្រាំឯណាបានញាតិញោមបើញាតិញោមជាម្ដាយទោះបីជាស្ដឹងថាសាកលបងក៏ដោយទ្រាំឃើញកូនខ្លួនឯងអត់ទឹកដោះបានដែរទេអត់បានទេដល់អញ្ចឹងពេញមួយថ្ងៃហើយអាណិតកូនណាទៅបំបៅដោះផ្ទាល់ខ្លួនឯងហ្នឹងហើយសាកលបងប៉ុណ្ណឹងអស់មួយឆ្នាំក្រោយមកទៀតធម្មតាក្មេងចូលចិត្តនំដាក់នំឲ្យនៅក្បែរខ្លួនហ្នឹងប៉ុន្តែអត់បញ្ចុកទេដាក់នំប៉ុណ្ណឹងហើយព្រះបរមពោធិសត្វអត់យកនំហ្នឹងមកសោយទេតបមកទៀតដាក់លបែងក្មេងលេងដាក់អាហារហូបចុកនៅតែព្រះបរមពោធិសត្វអត់អញ្ចឹងនឹងអាចអត់ទ្រាំសេចក្តីស្រេកឃ្លានអាចអត់ទ្រាំនៅការចង់លេងរបស់ក្មេងនឹងបានណាដោយសារតែខ្លាចធ្លាក់ទៅក្នុងនរកម្ដងទៀតហ្នឹងហើយបន្តមកទៀតក៏បានសាកលបងដុតភ្លើងព្រះជាបានឲ្យគេសាងសង់ផ្ទះស្លឹកមួយហើយផ្ទះស្លឹកហ្នឹងដាក់នៅមុខព្រះលានលួងហើយឲ្យគេចាប់ផ្ដើមដុតភ្លើងពីខាងក្រៅចូលទៅហើយគិតគ្នាថាប្រសិនបើព្រះបរមពោធិសត្វនេះព្រះជាកុមារនេះមិនខ្វិនខ្វងមិនគោមិនថ្លង់ទេនឹងយំត្រឹមតែយំក៏អស់ចិត្តដែរប៉ុន្តែភ្លើងឆេះបន្តិចម្ដងរហូតទៅដល់ឆេះក្បែរព្រះជាកុមារនៅតែអត់កម្រើកនៅតែអត់ស្រែកយំអញ្ចឹងតែបន្តិចក៏អត់មានដែរគិតនៅក្នុងចិត្តថាណែដែលយើងឆេះភ្លើងស្លាប់នៅក្នុងពេលនេះណាប្រសើរជាជាងរងទុក្ខវេទនាក្នុងនរកបន្តទៅទៀតចង់អត់ទ្រាំនឹងក្តៅដែលកើតឡើងចេញអំពីការដុតភ្លើងដែលព្រះជាបជាគេដុតភ្លើងដល់ធម្មតាញាតិញោមហើយមានអ្នកណាបដោយទៅឲ្យបុតរបស់ខ្លួនឯងឆេះភ្លើងស្លាប់អត់ទេរត់ទៅចាប់កូនចេញមកអត់ឲ្យភ្លើងឆេះទេសាកលបងយ៉ាងហ្នឹងពីមួយទៅមួយរហូតទៅដល់គ្រប់16ឆ្នាំដល់ទៅព្រះជាកុមារគ្រប់ពេញវ័យ16ឆ្នាំធម្មតាគេគិតថាមនុស្សពេញវ័យតែងតែមានចំណង់ក្នុងកាមហើយនឹងឃើញស្រីស្អាតប្រកាសជាមានចំណង់ក្នុងកាមគុណហើយដល់អញ្ចឹងបានរកឧបាយកលឲ្យនារីស្រីស្អាតជ្រើសរើសតែស្រីស្អាតឯងញាតិញោមឲ្យលេងខ្លួនឲ្យស្អិតស្អាងរាងកាយឲ្យមកណែបណិតនឹងព្រះជាកុមារគិតនៅក្នុងចិត្តថាយើងចង់សបាយឬក៏យើងចង់ធ្លាក់នរកបន្តទៀតចឹងដើម្បីកិច្ចផុតអំពីនរកនឹងត្រូវតែអត់ធន់នឹងកាមតណ្ហារបស់ខ្លួនឯងព្រះបរមពោធិសត្វទោះបីជាយ៉ាងនឹងក៏ដោយញាតិញោមអត់កម្រើកសំបីតែបន្តិចទេណែដល់តែគ្រប់16ឆ្នាំហើយព្រះជាបិតានឹងគិតមើលទៅអស់ចិត្តបានហៅ
ពួកព្រាមប្រោហិតនឹងឲ្យមកទេលក្ខណៈម្ដងទៀតព្រាមប្រោហិតនោះលើកនេះក៏ហក់ព្រះជាតែម្ដងគិតឃើញគិតគ្នាថាធម្មតាបើសិនជាព្រះជាកុមារនឹងជាមនុស្សល្អជានាពិតប្រកបមែនការសាកល្បងរយៈពេល16ឆ្នាំនឹងបានផលល្អតែនេះសំបីតែកំរើកបន្តិចក៏គ្មានសំបីតែនិយាយមួយម៉ាត់នឹងក៏អត់ដែរដល់គិតគ្នាអញ្ចឹងក៏បានព្រមព្រៀងគ្នាក៏ហក់ព្រះជាបានក្រាបទូលព្រះជាថាបបិទ្ធមហារាជព្រះជាបុត្រនេះជាព្រះជាកុមារកាលកណីព្រះជានោះខឹងតែហ្មងថាអីហើយចុះពួកព្រាមទាំងឡាយកាលដែលបុត្ររបស់យើងនៅតូចម្ដេចក៏ទេថាបុត្ររបស់យើងនេះជាអ្នកមានបុណ្យបារមីហើយចុះឥឡូវមិនបានមកទេបុត្រយើងនឹងថាជាបុត្រដែលកាលកណីទៅវិញបានព្រាមប្រោហិតនឹងថាបបិទ្ធមហារាជកាលនោះខ្ញុំព្រះអង្គមិនហ៊ានទូលតាមសេចក្តីពិតចង់ឲ្យមហាបពិតនឹងធ្វើការសាកល្បងបុត្ររបស់មហាបពិតដោយខ្លួនព្រះអង្គឯងព្រះជាក៏ជឿតាមព្រាមប្រោហិតបានសួរទៅព្រាមប្រោហិតបន្តទៀតថាឥឡូវយើងត្រូវធ្វើយ៉ាងម៉េចមហាបពិតបើមហាបពិតពិតជាចង់ទុកបុត្ររបស់មហាបពិតនេះមែនណាមហាបពិតនឹងមានភយន្តរាយទី1មហាបពិតនឹងអន្តរាយដល់រាជសម្បត្តិទី2មហេសីរបស់មហាបពិតនឹងក៏ត្រូវស្លាប់ទាំងមហាបពិតនឹងក៏ត្រូវស្លាប់ដូចគ្នាអញ្ចឹងដើម្បីកិច្ចអំពីអន្តរាយមហាបពិតត្រូវតែយកបុត្រនេះឯងទៅបំបរបងចោលអញ្ចឹងតើត្រូវធ្វើម៉េចបំបរបងនឹងព្រាមនឹងក៏បានប្រាប់ទៅព្រះជាការសិរាជនឹងថាបបិទ្ធមហារាជត្រូវតែយកសេះដែលជាសេះអពមង្គលនិងរទេះអពមង្គលហើយនាំយកនៅព្រះជាកុមារទៅកប់នៅក្នុងព្រៃស្មសានអញ្ចឹងមហារាជព្រះជាការសិរាជឯណោះញាតិញោមហើយហេតុតែខ្លួនឯងល្ងងផងហេតុតែជឿពាក្យព្រាមនឹងផងហេតុតែស្រឡាញ់ជីវិតរបស់ខ្លួននិងរាជសម្បត្តិរបស់ខ្លួនផងក៏ព្រមឲ្យគេនឹងនាំយកព្រះរាជបុត្រយកទៅកប់ដីចោលបើញាតិញោមដាច់ចិត្តទេញាតិញោមបើមានគ្រូទាយមកថាបើទុកកូននឹងត្រូវស្លាប់ទាំងអស់គ្នាទុកទេទុកទៀតទេញាតិញោមមិនទុកទេមើលទៅនោះនឹងទុកមិនទុកញាតិញោមរឿងញាតិញោមឯងមិនដឹងទេដឹងតែរឿងព្រះតេមយៈបានណាហ្នឹងព្រះជាការសិរាជហ្នឹងដឹងថាអន្តរាយដល់ខ្លួនឯងក៏បញ្ញាប់ឲ្យពួករាជបរោះហ្នឹងនាំព្រះជាកុមារយកទៅកប់នៅក្នុងដីចំណែកឯព្រះនាងចន្ទាទេវីចិត្តជាព្រះមេដាណាញាតិញោមចិត្តជាម្ដាយអត់ដាច់ចិត្តដូចឪពុកទេណាអញ្ចឹងស្រឡាញ់បុត្រសុំឲ្យព្រះរាជស្វាមីនឹងបកុលរាជសម្បត្តិឲ្យដល់កូនរបស់ខ្លួនឯងទោះបីជាដឹងថាកូនរបស់ខ្លួនឯងនឹងខ្វិនខ្វងគោថ្លង់ក៏ដោយតែសុំឲ្យស្វាមីនឹងបកុលរាជសម្បត្តិឲ្យដល់កូនហើយបានទៅក្រាបទូលព្រះរាជាថាបបិទ្ធព្រះរាជស្វាមីក្រែងព្រះរាជស្វាមីធ្លាប់ប្រទានពោឲ្យអូនម្ដងឯងតែឥឡូវមកសុំពោហើយតែឥឡូវនាងចង់បានពោយ៉ាងម៉េចពោរបស់ខ្ញុំម្ចាស់នឹងសុំឲ្យព្រះរាជបុត្រនឹងបានគ្រងរាជសម្បត្តិព្រះរាជាថាទេមិនបានទេធម្មតាគ្មានពីណាគេឲ្យមនុស្សគោខ្វិនខ្វងនឹងមកគ្រងរាជសម្បត្តិទេតែអញ្ចឹងបើមិនអាចគ្រងរាជសម្បត្តិបានពេញមួយជីវិតទេសុំត្រឹម7ឆ្នាំ7ឆ្នាំក៏អត់ដែរអញ្ចឹង7ខែក៏អត់ដល់អញ្ចឹង7ថ្ងៃបានទេថាបានដល់អញ្ចឹងឲ្យព្រះរាជបុត្រនឹងគ្រងរាជសម្បត្តិ7ថ្ងៃបន្ទាប់អំពីគ្រងរាជសម្បត្តិបាន7ថ្ងៃយប់ថ្ងៃទី6ហ្នឹងពួករាជបរោះដែលតាមព្រះរាជបញ្ជារបស់ព្រះរាជាក៏បានទៅយកសេះយកមកទឹមរទេះប៉ុន្តែហេតុតែបុណ្យបារមីរបស់ព្រះបរមពោធិសត្វរាជបរោះនេះដែលត្រូវទៅយកសេះដែលជាអពមង្គលក៏បែរទៅជាយកសេះមង្គលមកត្រូវយករទេះដែលជាអពមង្គលក៏បែរទៅជាយករទេះមង្គលនឹងមកវិញហើយបានទឹមរទេះហ្នឹងទៅ3ព្រះបរមពោធិសត្វចេញអំពីដៃព្រះមេដាមកមេដាស្រឡាញ់បុត្រណានឹកឃើញថា7ថ្ងៃទៀតបុត្ររបស់អាត្មាអញនឹងត្រូវគេនាំយកទៅសម្លាប់ចោលអញ្ចឹងមកយប់ហ្នឹងគឺព្រះមេដាយំរាល់ថ្ងៃញាតិញោមមិនត្រឹមតែយំប៉ុណ្ណឹងទេ
ផ្ទុំអោបកូនជាទីស្រឡាញ់របស់ខ្លួនឯងរាល់យប់អត់ឲ្យឃ្លាតពីដើមទ្រូងរបស់ម្ដាយទេទឹកចិត្តជាម្ដាយអញ្ចឹងណាហ្នឹងដល់តែបានគេពួករាជបរោះមកចាប់អញ្ចឹងអោបកូនរបស់ខ្លួនឯងជាប់នៅក្នុងដើមទ្រូងពួករាជបរោះបានសូមកំអាទោសព្រះរាជអគ្គមហេសីហើយក៏បានប្រាប់ថាទូលព្រះបង្គំធ្វើតាមព្រះរាជបញ្ជារបស់ព្រះមហាក្សត្រទេសូមព្រះរាជអគ្គមហេសីនឹងអត់ទោសដល់ទូលបង្គំផងចាប់ព្រះចន្ទាទេវីប្រមេតានឹងចេញហើយចាប់បុត្រនឹងមក3ត្រកងព្រះរាជកុមារយកទៅដាក់នៅក្នុងរទេះហើយផ្លូវដែលត្រូវបរចេញហ្នឹងពួកព្រាហ្មណ៍ឲ្យបរចេញទៅតាមខ្លោងទ្វារខាងលិចដែលគេហៅថាខ្លោងទ្វារអពមង្គលប៉ុន្តែដោយសារតែបុណ្យបារមីរបស់ព្រះបរមពោធិសត្វនិងពួកទេវតាក៏បានបណ្ដាលឲ្យរាជបរោះហ្នឹងបរទេះចេញទៅខ្លោងទ្វារទិសខាងកើតដែលជាខ្លោងទ្វារមង្គលទៅវិញដល់តែបរទៅមិនមែនចូលទៅព្រៃកប់ខ្មោចក៏ចូលទៅព្រៃឧទ្យានរបស់ព្រះរាជាពេលដែលទៅដល់ភ្លាមនេះញាតិញោមហើយពួករាជបរោះហ្នឹងក៏បានបញ្ញាប់បញ្ញាល់ជីកដៅតែម្ដងដើម្បីកប់ព្រះបរមពោធិសត្វចូលទៅក្នុងដីគ្រាន់តែជីកពងឲ្យជីកចឹងព្រះបរមពោធិសត្វគិតនៅក្នុងចិត្តថាអោពេលនេះជាពេលរួចខ្លួនរបស់យើងហើយចឹងក៏បានសាកល្បងកម្លាំងរបស់ខ្លួនដំបងយកដៃស្ទាបដៃយកដៃឆ្វេងស្ទាបដៃស្ដាំយកដៃស្ដាំស្ទាបដៃឆ្វេងតបមកយកដៃទាំងគូនឹងស្ទាបជើងរបស់ខ្លួនឯងក៏ចុះពីរទេះនឹងមកហើយគិតមើលកម្លាំងរបស់ខ្លួនឯងតែក្នុងរយៈពេល16ឆ្នាំនេះដែលអត់មានកម្រើកអីសោះហ្នឹងថាតើនៅមានកម្លាំងខ្លាំងក្លាអីទៀតដែរទេអាចតទល់កម្លាំងនឹងរាជបរោះនេះបានដែរទេដើម្បីសាកល្បងកម្លាំងញាតិញោមក៏បានចាប់រទេះដែលមានទម្ងន់ដ៏ធ្ងន់ហ្នឹងលើកកវីឡើងប្រៀបដូចជារទេះកូនក្មេងលេងអញ្ចឹងញាតិញោមចូលទៅតាមព្រះវិហារទៅសាលាឆាន់ឃើញរូបគំនូដែលព្រះទេមយៈលើករទេះណាហ្នឹងហើយមានបរោះម្នាក់ជីកដៅរឿងហ្នឹងញាតិញោមអញ្ចឹងបានលើករទេះហើយដាក់រទេះចុះក៏បានទៅសួររាជបរោះតាណែរាជបរោះនេះឯងកំពុងតែធ្វើអីតែខ្ញុំកំពុងតែជីកដៅធ្វើអីជីកដៅកប់រាជកុមារបានឯនោះឥឡូវតែជីកដៅមិនខ្វល់មើលមុខអ្នកណាទេជីកដៅឲ្យទៅហើយអាននឹងចាប់រាជកុមារដាក់ក្នុងដៅហ្នឹងចឹងអត់ដឹងរាជកុមារសួរតែជីកដៅកប់អ្នកណាជីកដៅកប់រាជកុមារឈ្មោះអីតែព្រះទេមយៈតែអេមិនបានត្រូវកប់យើងតែរាជកុមារខ្វិនផងគោផងថ្លង់ផងជាមនុស្សកាលកណីព្រះរាជាបជាឲ្យយើងយកមកកប់ចោលតែមិនបានត្រូវកប់យើងនេះជាព្រះទេមយៈយើងមានខ្វិនមានគោមានថ្លង់ឯណាបានប្រកាសខ្លួនថាព្រះទេមយៈប៉ុណ្ណឹងរាជបរោះនឹងងាកទៅមើលតែអីមែនទេព្រះរាជកុមារឯណាអាចងើបរួចមកនិយាយជាមួយយើងបានអ្នកឯងជាមនុស្សឬក៏ជាទេវតាឆ្លើយឲ្យតាមត្រង់មករាជបរោះហ្នឹងគិតថានឹងជាទេវតាណាមកនិមិត្តលោលេងសើចនឹងខ្លួនណាតែទេយើងមិនមែនជាទេវតាទេយើងជាព្រះរាជកុមារទេមយៈបាននិយាយសន្ទនាគ្នាច្រើនណាបានដឹងថានេះជាព្រះទេមយៈពិតប្រកបមែនសบายចិត្តថានឹងនាំរឿងរ៉ាវហ្នឹងទៅប្រាប់ទៅដល់ព្រះរាជានិងព្រះអគ្គមហេសីបាននាំរឿងរ៉ាវហ្នឹងទៅប្រាប់ព្រះរាជានឹងជាពិសេសគឺព្រះមេតាហ្នឹងគ្រាន់តែបានដឹងឮថាបុត្ររបស់យើងមិនខ្វិនមិនគោមិនថ្លង់សบายចិត្តណានាំគ្នាទាំងពីរអ្នកប្តីប្រពន្ធនឹងមកព្រមទាំងសេនារេពលនឹងមកជួបបុត្រគ្រាន់តែមកជួបភ្លាមអត់និយាយអីច្រើនទេញាតិញោមមកសូមអារាធនាបុត្រនឹងឲ្យទៅគ្រងរាជសម្បត្តិនេះប្រកែកត្មងថាទេយើងខំទ្រាំអស់16ឆ្នាំនេះគឺដើម្បីកិច្ចចេញអំពីរាជសម្បត្តិហ្នឹងឯងណែមហាបពិតខ្ញុំណាដែលធ្លាប់គ្រងរាជសម្បត្តិក្នុងជាតិមុនណាត្រឹមតែ20ឆ្នាំទេតែត្រូវធ្លាក់នរករងសេចក្តីទុកនៅក្នុងនរកនោះអស់80000ឆ្នាំឥឡូវខ្ញុំមិនចង់ធ្លាក់ទៅក្នុងនរកទៀតទេចឹងហើយបានជាខ្ញុំជាមនុស្សមិនខ្វិនតែធ្វើជាមនុស្សខ្វិនមនុស្សមិនថ្លង់តែធ្វើជាថ្លង់មិនគោតែធ្វើជាគោប្រយោជន៍ដើម្បីកិច្ចឲ្យផុតអំពីរាជសម្បត្តិព្រោះមិនចង់ធ្លាក់ទៅក្នុងនរកម្ដងទៀតនឹងឯងតែព្រះរាជបុត្រ
bà bọt trong chanh búa chẳng chăm cha chăm bọt chanh búa bạc cọ ba đây ở lấy bọt từ sau đi xong bát chấm nuôi bay đa sẵn đó thà ọt ba nế bê chả bay đá thò mà đá cả chanh sang nuôi ní bà sân bảo trong bạc để bát thô trâu tại búa bị khmênh bùa cha mình nghe đầm bay bạc để bát thô ba nế nó thà tụ bay chỉ cha tơ có ai bạc để bát thô ba đây chăm cha sầm bọt tự bùa bạn bọt nó to ba tia thà bê chả bay đa bỏ bứt bay đa để tha mà nu vậy đá để tha slap to tại cha bàn slap nu mình mê nè sùng bay tại khmei đừng anh có ai slap bàn bà đôi nó nhom bọn trơ tại bua ông pi khmei bua tại khai sẽ cái đây slap ông pi khmei đừng anh từ nhom bọn ní sầm rai chất thà đừng trơ bua nơi non ca để lời đi bán pre chia xạ xua sầm nu chỉ tra để ai cao chỉ ca pi cha na nơi non bòn sọp nâng ấy ao diệt nhôm để ban mà châu ruộng nâng còng cua sa này sọp nâng ban bị cha rã từ tam pía rồi bó pre bà rồng bồ thì sát ban pre chia crap tù xua từ pre chập bọt rồi bọt luôn thà mà để bọt à vấy để cột sừng cọt sạt lô kể nẹt mập phê hạ tàu lô cao kể nẹt chặt bà rệ ba rệ tàu à vấy để chào rôm sạt lô cài giáo à một kia kia tròn tệ à vấy đây cần lòng tư minh tổ tê tặng mê à khà hệ bọt chế tàu pi đại bày đà ban su hái sồm bọt nâng chlai nơi sầm nua rồi bỏ bày đà ban pre bà rồng bồ thì sát nâng chlai to từ pre chợ bày đà tha bò bít pre chợ bày đà mạch chỗ nà phi hạ tàu lô cao mạch chỗ cư sẽ cái đây slap ní tay để cột sòng cọt sạt lô nâng chẳng bàn sạt lô rồi bao dương mà nè mà nu cái đây tê và đa cái đây sạt đê để chan cái đây sạt na cái đây để bàn cao mau nở không phúc phum than đi hái ắt miên sạt na để kịch thoát ẩm pi cà crop sòng cót ẩm pi sẽ đặt mạch chửi rê cư sẽ cái đây slap nâng bà nè nhiệt nhôm kết mơ tăng ẩm pi nhiệt nhôm đằng cái đây rồi hốt rùa nơi bàn và pan đấy miên nè na rùa nơi ở chạy slap đại tế miền nè na kịch phật ông pi ca crop sòng cót rồi bao sạch mai chửi bàn đại tế ở miền nè na cả đôi ao để sạch mai chửi crop sòng cót hơi cứ mình đại kịch phật mà đòn nà lại ấy bàn pre bà rồng bồ thì sát khai to từ tia thay chửi dễ bạ rệ ba rệ tao thom mà chết đấy tay tại chào rôm sạch lột nâng cư chửi chào rôm dân tăng bị khmênh là hốt mà đó là lơ nâng á chào rôm dớn ao sọt máu màu sò này plư màu sò vắng mình là o màu bạc o lên này tại chi này thọp ta sẽ đạp bàn lư tụi bây giờ cây sập gì tao mấy dòng mấy còn sẽ đạp bàn đỏ lứ to ta say cùng hô bàn lư chẳng mày nấy nhà nhóm này vô cái thà cồn chào nâng xong đây nguồn đạn mà đai tí đó và nó đăng tham mà đai nâng thòng sẽ đạp lư nè nâng đời sai cheri chào rôm dớn ta bị mốn để chia nâng người ta vây rồi ha đạp ấy có đạp ấy lư toàn tay ở lư với bà thay chọn đạp thô bao vật chịu anh to là mà cọp và lim nâng chẳng mến nè nhóm nâng đại anh toàn lư đòi tiệp bay hết nơi ao để chia đạp nâng cheri chào rôm bài bị mốn khọp tập lư thá thọp tay rồi lông thọp tại tầng này đó là lỡ chiều chuối cướp ti cái này na có gì cái này na có chuối cái này na có ọt à miền nè na màu sờ lạnh bình chất ấy tiệt đại tế ở đây nên chỉ cứ chào rôm dân bài nừng hay ở vấy đáy cần lon từ minh tổ tê nó cứ pel và ly ọt cần lon từ tổ tê bà ca na tại pe và lia còn lon tứ cứ nom vô tứ nơi ai dụ chỉ vứt rồi bao dân từ phong điệp đôi chỉ dân tập bàn cảnh nát chân á nè dột sột mà tập bàn dồn bo mà tập bàn bà ca na tại tập bàn chật hái chân bo nó cứ canh tại chật ở từ chàng nam anh chỉ vứt rồi bao dân cả đôi kia bà ca na tại pe và lia còn lon tứ hái cứ chỉ vứt rồi bao dân nó canh tại ở từ
ពេលវេលាកន្លងទៅមួយថ្ងៃជីវិតក៏អស់ទៅមួយថ្ងៃពេលវេលាកន្លងទៅមួយឆ្នាំជីវិតក៏អស់ទៅមួយឆ្នាំហើយពេលវេលារបស់ញាតិញោមកន្លងទៅអស់ប្រហែលឆ្នាំម្នាក់ហើយញាតិញោមនឹងជាង60ហើយអានឹងអស់ជាង60ហើយណាមិននៅសល់60ទៀតទេណាគឺអស់ទៅជាង60ញាតិញោមណាកន្លងទៅប្រហែលទៀតញាតិញោមអាយុចិត្តអស់ចិត្តហើយហ្នឹងបើឧទាហរណ៍ថា delay របស់ហ្នឹងឧទាហរណ៍ទឹកសុទ្ធហ្នឹងវា delay មួយខែ30ថ្ងៃបើអស់29ថ្ងៃហើយទុកបានមួយថ្ងៃទៀតញាតិញោមទុកបានមួយថ្ងៃទៀតហើយញាតិញោមបើ delay 75ឆ្នាំ65ហើយនៅសល់ប្រហែលឆ្នាំទៀតមិននៅសល់10ឆ្នាំហើយចុះបើចិត្តនៅសល់ប្រហែលមិននៅសល់5ហើយបើចិត្ត4សល់1ហើយបើចិត្ត5ចិត្តទៅហ្នឹងតែចិត្ត5ចិត្តទៅហើយចុះបើហួសចិត្ត5អានឹងត្រូវតែត្រៀមខ្លួនឲ្យណាស់ហ្នឹងហើយពីព្រោះ delay នឹងអស់ហើយនៅសល់តែការថែទាំនឹងប៉ុនទេហ្នឹងហើយដឹងប៉ុនយើងសាងមកប៉ុណ្ណាប៉ុនយើងអត់ប្រហែលជាបាន120ឆ្នាំទេញាតិញោមហ្នឹងអញ្ចឹងព្រះបរមពោធិសត្វឆ្លើយតបទៅនឹងពរាជាបែបហ្នឹងបានចុងក្រោយហ្នឹងពរាជាក៏អនុញ្ញាតឲ្យបុត្រហ្នឹងចូលទៅសាងភ្នោះចឹងនិយាយរឿងព្រះតេមយៈនេះមកប៉ុណ្ណេះញាតិញោមថ្ងៃក្រោយចូលទៅវត្តឃើញរូបហ្នឹងនឹកឃើញរឿងហ្នឹងកុំឲ្យមើលតែរូបរូបនេះរូបស្អីណានេះអ្នកណាគេមកលើកអតេះហ្នឹងអ្នកណាអ្នកលើកអតេះញាតិញោមព្រះអីគេញាតិញោមព្រះតេមយៈណាលើកអតេះមិនបានលើកអតេះហ្នឹងញាតិញោមហ្នឹងព្រោះលើកអតេះហ្នឹងសាកកម្លាំងកុំឲ្យគេជីកកប់ខ្លួនឯងណាហ្នឹងអញ្ចឹងរឿងរ៉ាវព្រះតេមយៈហ្នឹងញាតិញោមចាំអីមិនច្រើនទេចាំឈ្មោះតាទូឯកហ្នឹងមួយទៅបានហើយទូឯកហ្នឹងព្រះតេមយៈហ្នឹងណាហ្នឹងដូចញោមមើលរឿងភេអញ្ចឹងចាំតួអ្នកនេះជួអ្នកនោះតួណាមិនចាំតួឯកអញ្ចឹងរឿងព្រះតេមយៈហ្នឹងព្រះតេមយៈហ្នឹងហើយតួឯកដល់ចុងក្រោយតួឯកនៃយើងហ្នឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធគឺព្រះសមណគោតមបរមគ្រូនេះឯងសូមអនុមោទនាចឹងការចូលរួមសម្ដែងពធទេសនារបស់ខ្ញុំគណៈអាត្មាភាពនាវេលាព្រឹកនេះក៏សន្មតថាចប់ត្រឹមតែប៉ុណ្ណេះឯងអេវ៉ាំង